បាទសួស្តីបងប្អូនអរគ្នាឥឡូវយើងនិយាយពីការលុយពី YouTube ពីអីចឹងហើយសម្រាប់បងប្អូនដែលគាត់អត់ទាន់ដឹងឬក៏អត់ទាន់ចេះអីចឹងសម្រាប់ការលុយពី YouTube បើសិនជាយើងរៀន content ត្រូវគឺល្អមែនតើហើយបើបាន content original គឺយើងរកលុយបានច្រើនមែនតើនិយាយទៅសម្រាប់ការរកចំណូលពី YouTube គឺហៅបានច្រើនអញ្ចឹងយើងគួរតែចាប់ផ្ដើមបងប្អូនគ្នាហើយអ្វីដែលសំខាន់ការបរាជ័យក្នុងការធ្វើ YouTube ហ្នឹងក៏មានច្រើនដែរបាទសម្រាប់ខ្ញុំធ្វើ YouTube ធ្វើអីហ្នឹងវាមានផលលំបាកច្រើនដែរពីមុនមកតែគាត់ថាខ្ញុំមិនចោលទេដោយសារតែខ្ញុំស្រឡាញ់ជួយចិត្តអញ្ចឹងទៅអានឹងជាការងារក្រៅម៉ោងដែលយើងគិតថាវាទំនេរដែលយើងត្រូវធ្វើកុំឲ្យសល់ពេលដូចអការពីមុនអីខ្ញុំរលួយពី Facebook ពី YouTube បានមួយខែ100ជាងទេប៉ុន្តែដោយសារតែខ្ញុំខ្វះបច្ចេកទេសខ្វះ technique ច្រើនអញ្ចឹងទៅវាធ្វើឲ្យខូច channel ដោយសារតែវីដេអូខ្ញុំវាមិនមែន original ដោយសារខ្ញុំយកវីដេអូអឺវីដេអូរបស់ចិនយកមកធ្វើហើយនិយាយចំទៅអាវីដេអូដែលយើងយកមកធ្វើហ្នឹងថារកលុយបានមែនប៉ុន្តែថ្ងៃណាមួយវាមានបញ្ហាច្រើនបើសិនជាយើងធ្វើវីដេអូ original ទាំងអស់គ្នាគឺវាល្អហើយ content វាមានច្រើនតែបើយើងរើសមើលទៅ content មួយណាដែលវាល្អហើយយើងអាចធ្វើបាននៅពេលទំនេរឬក៏យើងផ្ដោតលើវាក៏បានដែរបើសិនសម្រាប់ខ្ញុំធ្វើពីការងារក្រៅម៉ោងដោយសារតែខ្ញុំមានការងារផ្សេងហើយនិយាយចំទៅយើងគួរតែចេះរកចំណូលពី YouTube ឲ្យបានកាន់តែច្រើនបងប្អូនព្រោះដោយសារក្នុង YouTube គឺវាមានការរកលុយវាងាយស្រួលមែនតើងាយស្រួលជាង Facebook ឆ្ងាយពីមុនមកតាំងពីយូរហើយនិយាយចំទៅគាត់ថាបើយើងចេះធ្វើវីដេអូ original ឬក៏អីនិយាយទៅយើងមើលcontent មួយណាដែលយើងគិតថាអាចធ្វើបានវាល្អហើយ content original គឺរកលុយបានច្រើនមែនទែនហើយវាមិនចេះធ្វើឲ្យមានបញ្ហាអីទាំងអស់ដូចជាcontent ដែលយើងយកពីគេពីអីមកវីដេអូពីច្រើនវាល្អតែពីដំបូងតែពេលក្រោយមកវាមានបញ្ហាបន្តគ្នារហូតអញ្ចឹងអ្វីដែលសំខាន់យើងគួរគិតចាស់ណាយើងត្រូវផលិតវីដេអូអឺ original ឲ្យបានច្រើនហើយវាមានផលប្រយោជន៍ទៀតរឹតតែល្អដូចខ្ញុំមិនសូវជាចេះប្រហែលទេប៉ុន្តែខ្ញុំស្រឡាញ់ខ្ញុំចូលចិត្តខ្ញុំអត់បោះបង់គាត់ថាខ្ញុំនៅតែធ្វើវាតរហូតដោយសារតែនិយាយមកទៅថាយើងស្រឡាញ់ចូលចិត្តអញ្ចឹងទៅហើយការងារហ្នឹងវាអត់ប៉ះពាល់ដល់ការងារផ្សេងទៀតអញ្ចឹងវាល្អមែនតើបើសិនជាបងប្អូនទំនេរពីការងារឬក៏អីយើងអាចឆ្លៀតធ្វើបានក្នុងមួយថ្ងៃតែ1ម៉ោង2ម៉ោងក៏យើងអាចធ្វើបានស្រួលមែនតើហើយក៏អាចរកចំណូលបន្តបន្សំបានយូរអង្វែងចង់និយាយថាយូរមែនតើអឺតកូនតចៅបើនិយាយអាម៉ាត់ខ្លីចេះបើសិនជាយើងធ្វើវីដេអូ original ហើយមានគេចាប់អារម្មណ៍ច្រើនឬក៏អីគឺល្អមែនតើអញ្ចឹងបានថាការងារទាំងអស់បើសិនតែយើងមិនធ្វើទេគឺស្មើនឹងបរាជ័យហើយដូច YouTube ចឹងខ្ញុំធ្វើតាំងពីយូរហើយតាំងពីឆ្នាំ2012 13មករហូតតែគ្រាន់ថាការបរាជ័យវាមានច្រើនមែនតើពេលដែលបើកលុយបានហើយក៏នៅតែក្រោយមកនៅតែខូចដោយសារតែ content ខ្ញុំយកពីគេមកវានិយាយចំដូចវាគេថាគេកាប់ដាវដូចសម័យគេធ្វើ Facebook អញ្ចឹងគឺនិយាយថាយកវីដេអូគេមកវាកាប់ដាវអញ្ចឹងតែវាអាចរកលុយបានច្រើនតែវាមិនថិតថេរ
ខ្ញុំនិយាយថាឲ្យថិតថេរគឺមិនថិតថេរទេគឺគ្មានអីល្អជាងដែលយើងធ្វើវីដេអូខ្លួនឯងទេហើយវីដេអូដូចជាពីការងារពីអ្វីដែលយើងចេះនោះគឺរកលុយបានមិនស្ទើរទេសម្រាប់អ្នកដែលគេសងំរកលុយគេរកលុយបានច្រើនពី YouTube ពីអីហ្នឹងហើយឥឡូវ Facebook អីក៏ទូលំទូលាយដែរក៏គេអាចរកលុយនៅខ្មែរយើងបានច្រើនមែនតើអញ្ចឹងអ្វីដែលសំខាន់ខ្ញុំចង់និយាយថាយើងគួរតែរៀនធ្វើខ្ញុំក៏មិនជាចេះអីមែនដែរតែខ្ញុំនឹងរៀនធ្វើវាឲ្យបានល្អហើយសង្ឃឹមថាបងប្អូនអរគ្នានឹងខំរៀនធ្វើវាបានល្អដូចគ្នាព្រោះអាហ្នឹងជាការងារដែលយើងស្រឡាញ់ចូលចិត្តមានអ្វីដែលល្អជាងយើងស្រឡាញ់ចូលចិត្តទេបាទនិយាយពីការស្រឡាញ់គឺស្រឡាញ់ខ្លាំងមែនទែនការងារធ្វើ YouTube ហ្នឹងបើ Facebook យើងចេះមិនសូវដល់អញ្ចឹងមានតែ YouTube ទេដែលវាល្អសម្រាប់យើងវាទូលំទូលាយខ្លាំងតែប្រហែលឆ្នាំចុងក្រោយនេះដូចជាឃើញ Facebook ទូលំទូលាយដែរពីមុនមកអត់ទូលំទូលាយទេធ្វើបានតែអ្នកនៅស្រុកគេវាបានច្រើនហើយសិតទិញ VIP VPN ទិញ VPN ទិញអីមកទៀតហើយយើងចេះមុំពិបាកពេលខ្លះឲ្យគេកាន់ឲ្យអីខ្លះទៅខ្លះក៏គេយកទៅបាត់ទៅក៏មានអីក៏មានអាហ្នឹងបើតាមខ្ញុំឃើញក្នុង Facebook ក្នុងអីវាបើសិនជាយើងទំនេរយើងធ្វើ YouTube វាធ្វើបានខ្លួនឯងអីខ្លួនឯងទាំងអស់និយាយទៅវាស្រួលមួយយ៉ាងដែរហើយ content ដែលយើងធ្វើវាងាយស្រួលធ្វើយើងអាចធ្វើបាននៅផ្ទះខ្លួនឯងនៅគ្រប់កន្លែងដែលយើងធ្វើបានហើយវីដេអូហ្នឹងគាត់នឹងចង់និយាយថាឲ្យបងប្អូនអស់គ្នាគួរចាប់អារម្មណ៍ធ្វើ YouTube បានច្រើនព្រោះឱកាសការងារក្នុង YouTube វាមានច្រើនដែលយើងអាចរកលុយបានអញ្ចឹងសម្រាប់អ្នកដែលស្រឡាញ់ចូលចិត្តឬក៏ចង់មានការងារតខ្លួនមួយដែលយើងគិតថាវាល្អយើងអាចធ្វើវាបានងាយស្រួលតែគ្រាន់ថាការងារខ្លះចំណាយលុយយកមកធ្វើ content ក៏វាអត់ល្អបានដែរវាធ្វើឲ្យយើងខាត់បង់ទៅមុននឹងយើងបានចំណូលគឺយើងខាត់បង់លុយរួចបាត់ទៅហើយអញ្ចឹង YouTube វាធ្វើឲ្យយើងរកទៅវីដេអូណាដែលថ្មីដែលមានចំណេះដឹងមានផលប្រយោជន៍គឺកាន់តែល្អក្នុង Facebook ក្នុងអីហ្នឹងក៏គេត្រូវការអញ្ចឹងដែរដូចគ្នាវីដេអូដែលមានផលប្រយោជន៍ច្រើនដូចជាមិនសូវមានផលប៉ះពាល់ដូចជាបញ្ហាច្រើនទេអញ្ចឹងមិនថាយើងរើស content បែបសាមញ្ញប៉ុន្តែកុំឲ្យវាមានបញ្ហាទៅថ្ងៃក្រោយយើងមើលតែ content ស្រុកគេធ្វើដែលទុះរកលុយបានច្រើនអ្នកដែលមិនដឹងគឺមិនដឹងទេតែអ្នកដែលដឹងគេកាប់លុយហើយទៅហើយគេរកលុយបានច្រើនមែនតើអញ្ចឹងបើសម្រាប់ខ្ញុំឆ្លាញ់ចូលចិត្តខាងហ្នឹងមែនតើទៅរៀនតាំងពីឆ្នាំ2012 13មកតែប្រាជ័យវាច្រើនដែរជោគជ័យបានលុយពី YouTube មកចាយបានតែ2ដងទេ2ដងហ្នឹងហើយគឺខូចហ្មងគឺ review content បណ្ដោយអញ្ចឹងបានថាទៅខំធ្វើពីមុនមកខំធ្វើបើតែយើងយកវីដេអូគេមែនប៉ុន្តែយើងខំធ្វើដល់ពេលខំធ្វើទៅគឺបានផលមែនក្នុងមួយខែក៏យើងបាន100ជាង200អញ្ចឹងទៅយើងខំប្រឹងការងារនោះផងការងារផ្សេងផងគឺវាជួយគ្នាផ្គត់ផ្គង់ជីវភាពយើងបានច្រើនដែរអញ្ចឹងមិនថាសម្រាប់វីដេអូនេះខ្ញុំចង់បង្ហាញពីការធ្វើវីដេអូការអឺស្រឡាញ់ចូលចិត្តរបស់យើងគួរតែធ្វើទៅវាល្អអញ្ចឹងដូចខ្ញុំគិតទៅរាប់ឆ្នាំហើយខ្ញុំអត់ចោលទេបើតែខ្ញុំធ្វើវាមិនតាន់ជោគជ័យខ្លាំងប៉ុន្តែខ្ញុំនៅតែបន្តធ្វើវារហូត
មានគ្រូច្រើនណាស់ក្នុង YouTube ដែលគេបរៀនច្រើនមែនទែនអញ្ចឹងបានថាយើងទំនេរយើងអាចឆ្លៀតធ្វើវាបានឆ្លៀតធ្វើវាឲ្យបានកាន់តែច្រើនកាន់តែល្អអាហ្នឹងហើយជារឿងដែលយើងគួរធ្វើបន្ទាប់ពីការងារផ្សេងៗដែលយើងធ្វើហើយដូចជាការងាររកស៊ីការងារអីហ្នឹងយើងសល់ពេលពីការងាររកស៊ីយើងធ្វើទៅចឹងវីដេអូហ្នឹងវាមានតែប៉ុណ្្នឹងសម្រាប់ខ្ញុំហើយអរគុណច្រើន